នេះជាព្រឹត្តិការណ៍ដ៏រំជើបរំជួលនៅក្នុងទីក្រុងភ្នំពេញហើយជាព្រឹត្តិការណ៍កីឡាធំបំផុតមួយប្រចាំឆ្នាំនៅកម្ពុជាចំណែកឯនេះជាព្រឹត្តិការណ៍ជួបជុំអ្នកជិះម៉ូតូធំច្រើនជាងគេបំផុតមួយអ្នកជិះម៉ូតូធំទាំងនេះបានចូលរួមអបអរនឹងទស្សនាការប្រកួតកីឡាប្រដាល់ចម្រុះ One FC Rise of the Kingdom ដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជាទស្សនវិជ្ជាអ្នកជិះម៉ូតូធំរាប់រយនាក់ធ្វើដំណើរតាមផ្លូវក្នុងទីក្រុងភ្នំពេញគឺអស្ចារ្យដូចគ្នានឹងទស្សនវិជ្ជានៃព្រឹត្តិការណ៍ប្រដាល់ One FC នៅឯកោះពេជ្រដូច្នោះដែរបាទនេះគឺជាការរៀបចំមួយរបស់ក្រុមហ៊ុនដែលធ្វើការរៀបចំសម្រាប់ពួកក្រុមម៉ូតូធំនៅក្នុងប្រទេសកម្ពុជាហើយការរៀបចំរបស់ពួកគាត់គឺបានរៀបចំជាច្រើនលើកមកហើយសម្រាប់ការបើកបរទៅលើបណ្ដាខេត្តតែចំពោះលើកនេះគឺជាលើកទី1ហើយដែលក្រុមហ៊ុនគាត់បានរៀបចំធ្វើការព្រឹត្តិការណ៍មួយដ៏អស្ចារ្យគឺការប្រកួតប្រដាល់លក្ខណៈបែបសេរីតាមអន្តរជាតិនៅក្នុងប្រទេសកម្ពុជារបស់យើងសម្រាប់មនុស្សភាគច្រើនគឺចូលចិត្តម៉ូតូធំផងនិងកីឡាផងអ្នកជិះម៉ូតូភូសាជាច្រើនជាអ្នកគាំទ្រកីឡាហើយនេះជាចំណង់ចិត្តថ្មីមួយទៀតក្រុមហ៊ុន Vipa Auto ដែលចែកចាយម៉ូតូភូសាបានចែកសម្បត្តិដោយឥតគិតថ្លៃដល់អតិថិជនរបស់ខ្លួនដើម្បីបានចូលទស្សនាការប្រកួតប្រដាល់អន្តរជាតិនោះនេះគឺជាផ្នែកមួយនៃយុទ្ធនាការបង្ហាញពីការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួនចំពោះការចូលរួមជាក្រុមជិះម៉ូតូជាក្រុមជាមួយ Pulsar នេះខ្ញុំមានអារម្មណ៍សប្បាយរីករាយរំភើបមែនទែនហើយម្យ៉ាងទៀតនោះគឺមានអារម្មណ៍ថាអស្ចារ្យពោពេញទៅដោយធម៌ពលនិងភាពជាអ្នកជោគជ័យជាមួយនឹង Pulsar ហើយម្យ៉ាងវិញទៀតនោះគឺបានចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិភពលោក One FC ដែលល្បីទូទាំងពិភពលោកដែលយើងទាំងអស់គ្នាធ្លាប់ដឹងហើយគឺ One FC អញ្ចឹងចំណាប់អារម្មណ៍ខ្ញុំនៅពេលនេះគឺថាមានអារម្មណ៍ថារំភើបសប្បាយចិត្តមែនទែនជាមួយនឹងការចូលរួមជាមួយនឹង Pulsar ម៉ូតូធំដែលពួកគាត់ជិះនោះមានដូចជាម៉ូតូ Pulsar 200NS ជាដើមគឺជាម៉ូតូដែលមានបច្ចេកវិទ្យាជឿនលឿនដែលមានលក់នៅកម្ពុជាបច្ចុប្បន្នម៉ូតូ Pulsar 200NS គឺមានបំពាក់នៅបច្ចេកវិទ្យា Buizy 3 Super 4 និងធុងទឹកម៉ូតូនេះមានប្រអប់លេខដែលមាន6លេខតួជុំវិញម៉ូតូបូមក្រោយទល់និងហ្វ្រាំងបូមដែលមានថាដូចផ្កាម៉ូតូនេះមានល្បឿនអតិបរមា136គីឡូម៉ែត្រក្នុង1ម៉ោងហើយប្រើពេលតែ3.1វិនាទីប៉ុណ្ណោះដើម្បីបង្កើនល្បឿនលើកុងទ័រពី0ទៅ60គីឡូម៉ែត្រក្នុង1ម៉ោងនៅពេលនេះម៉ូតូ Pulsar 200NS កំពុងតែពេញនិយមក្នុងចំណោមយុវជនកម្ពុជាដែលមានអាយុចន្លោះពី18ដល់30ឆ្នាំសម្រាប់អ្នកជិះម៉ូតូភាគច្រើនការជិះម៉ូតូធំជាក្រុមទៅចូលរួមព្រឹត្តិការណ៍ធំបែបនេះគឺជួយឲ្យពួកគេកាន់តែមានក្តីរំភើបថែមទៀត